បានទេលេងកាត់ហើយមិនបានទេអាយជួយរត់លេងកាត់ហើយអូយចាំមិនបានមែនទេហត់ចង់ស្លាប់ទៅហើយហត់ណាស់បើនាងចង់ធ្វើអីរត់ហាត់ប្រាណហើយចាប់បើវិញស្លៀកពាក់ឈុតដេករត់ហាត់ប្រាណមានច្បាប់ណាស់មែនទេហាត់ប្រាណសំខាន់ណាស់ខ្ញុំគេមិនលក់ទៅចុះមករត់បានតើខ្ញុំរត់10គីឡូទៀតមកជុំគ្នាមើលមិនបាច់ទេខ្ញុំហាត់ប្រាណគ្រប់កំណត់ហើយបើរត់តាមសប្បាយចុះស៊ូពីស្អែកទៅឈប់ធ្វើសកម្មភាពបែបនេះសកម្មភាពអីទៅតបតែបន្ទប់ទឹកដើរតាមនឹងជួយឆ្អើររឿងតខ្លួនខ្ញុំនិយាយដូចជាខ្ញុំរកចិត្តអញ្ចឹងតែខ្ញុំធ្វើទាំងអស់ព្រោះអារម្មណ៍ពីបងចឹងយាយមិនដឹងថានាងនៅជិនហឹងយូរទេតែពេលនេះនាងជំរាបទៅវិញនៅជិនហឹងទោះតម្លៃពេលយើងខុសគ្នាតែក៏មានតម្លៃដូចគ្នាកុំរវល់ខាត់ពេលនឹងរឿងអស់នេះអីបងគេខ្ញុំធ្វើបែបនេះព្រោះចង់ឲ្យបងរីករាយបើបងរីករាយខ្ញុំអាចធ្វើសំណុំរឿងខ្ញុំអានរំលឹកសំណុំរឿងហើយរួបរวมតែន័យទាំងអស់ដូចគ្នាខ្ញុំចង់ធ្វើអីដែលមានគុណតម្លៃជាងនេះខ្ញុំត្រឡប់ទៅវិញសិនហើយស្អែកនេះមកពីទៅជួបកូនក្តីខ្ញុំក៏ចូលរួមបានមែនទេអរជើងឃើញនាងមកវិលពីមុខខ្ញុំអរគុណច្រើនបងខ្ញុំនឹងតាំងចិត្តធ្វើការ Yes បងទៅការិយាល័យសិនក៏បានបើកូនក្តីមកចាំខ្ញុំមិនបាច់ទេខ្ញុំមិនដែរចាំដែរណាបើមកយកតែម្ដងគ្មានឱកាសរួមការងារជាមួយនឹងខ្ញុំទេនាងមិនដែរនៅការិយាល័យមេធាវីល្អៗទម្លាប់នឹងការមើលថែពីពេលនេះតទៅព្យាយាមការអតចរិតមិនល្អពីកន្លែងផ្សេងទេលោកមេធាវីឈៀនកូនក្តីមកដល់ហើយសួស្តីសំទោសផងជួនអីឡានស្ទះពេលនេះជាជំនួយការខ្ញុំចឹងយាយនាងចុះកិច្ចសន្យារក្សាការសម្ងាត់ហើយនឹងធ្វើរឿងក្តីនេះជុំយើងសូមចេញអង្គុយចាបាយស៊ីងមកនេះម្នាក់នោះឈ្មោះលីជីនចានេះជាតនន័យទាំងអស់ដែលយើងរួបរวมមកអាចសាកបើកមើលសិនបានតាមតនន័យនិងคลิปសម្លេងដែលនាងផ្ញើមកនៅមានរឿងលម្អិតអ្វីមួយចឹងដែលយើងត្រូវបញ្ជាក់នឹងនាងអតីតស្វាមីនាងបង្កើតធួនអនឡាញថ្ងៃទី18មីនាឆ្នាំ2019តែអ្នកទាំងពីរមិនបានចុះតាស៊ីវិលរហូតថ្ងៃទី5មេសា2019តើមែនទេចាតាមត្រៃហើយអញ្ចឹងធួនអនឡាញចាត់ទុកជាទ្រព្យសម្បត្តិមុនការរបស់ស្វ័យជីឈប់សិនយើងរៀបការថ្ងៃទី2មីនា2019នៅឡាវេហ្គាសអាមេរិកនេះបើយើងចុះអេតាស៊ីវិលនៅបរទេសទុកថាមានផលដែរទេខ្ញុំមានផលតែយើងក៏បានថតវីដេអូបើចង់ឲ្យអេតាស៊ីវិលបរទេសមានផលបង្កប់ការប្រើក្នុងចិនត្រូវឲ្យបុគ្គលិកដែលមានអំណាចនោះសញ្ញាទទួលក្រោយមកឲ្យរដ្ឋមន្ត្រីធានាទើបផ្ញើទៅស្ថានទូតចិននៅអាមេរិកធានាទៀតអ្នកនាងត្រឹមចុះអេតាស៊ីវិលនៅឡាវេហ្គាសទោះជារៀបចំមង្គលការគ្មានការបង្កប់ប្រើការបើមិនបានលិខិតធានាហេតុអីក៏រញ៉េរញ៉ៃម្ល៉េះមនុស្សដែលស្វីជីនដែលនៅអាមេរិកជាង10ឆ្នាំច្បាស់ជាដឹងរឿងនេះស្រាប់ហើយមែនទេបានគេរៀបគម្រោងតាំងពីដំបូងហើយមើលទៅមុននឹងយើងស្គាល់គ្នាគេគ្មានបណ្ដាញក្នុងវិស័យសិល្បៈឡើយក្រៅពីពួកយើងពីរអ្នករៀបការរួចធួនអនឡាញក៏ដូចជាដើមឈើស្នេហ៍យើងខ្ញុំចង់ឲ្យក្រុមហ៊ុនចូលជើងនៅក្នុងវិស័យសិល្បៈពិតមែនទើបប្រើខ្សែបណ្ដាញគ្រប់យ៉ាងដែលមានក្នុងដៃទាញលុយដាក់ទុនឲ្យច្រើនប្រម៉ូទចេញច្រើនបែបណាដឹងមែនអត់ខ្ញុំបានធ្វើរឿងនេះដាក់ទុនច្រើនណាស់ចាចំនួនលក់កម្មសិទ្ធិរឿងភាគរឿងល្ខោនបានមកពីខ្សែបណ្ដាញខ្ញុំទាំងអស់ខ្ញុំរត់ច្រើនកន្លែងបាននិយាយក្រុមតំបន់ខ្ញុំសុំទឿនសិនណាខ្ញុំស៊ីថ្លៃឈ្នួលជាមើលមិនអីទេចាំយើងបងថ្លៃខាតពេលឲ្យនោះហើយលុយមានតម្លៃតែពេលវេលាខ្ញុំមិនអាចវាតម្លៃបានទេទោះជាគ្រប់គ្នាអាណិតណានាងតែការប៉ិតមិនអាចបដូរឡើយខ្ញុំចង់ឲ្យនាងផ្ដោតទៅលើរឿងក្តីរួចរកតនន័យដែលមានប្រយោជន៍ឲ្យយើងបានដឹងតាមដានទ្រព្យសម្បត្តិដែលគេលាក់ទុកយ៉ាងម៉េចបន្តទៀតបានល្អនេះលោកនិយាយត្រូវអ្នកនាងបាយកុំបារម្ភអីមេធាវីឈានជាមេធាវីជំនាញនឹងជួយឲ្យអ្នកនាងបានសិទ្ធិឲ្យគួរតែបានរបស់ដែលខ្ញុំខ្វល់មិនមែនរបស់ក្រៅកាយទេទោះជាអ្នកនាងជួបរឿងមិនល្អតែខ្ញុំជឿថាអ្នកគ្រប់គ្រងអ្នកនាងនៅជាកម្លាំងចិត្តឲ្យអ្នកនាងរឿងអ្នកនាងច្បាស់ជាល្បីអ្នកដែលធ្វើដាក់អ្នកនាងច្បាស់ជាស្ដាយក្រោយមិនខានធ្លាប់មើលរឿងខ្ញុំដែរខ្ញុំមកយកតែសារលេងចៅរាល់អាទិត្យអ្នកនាងពូកែសម្ដាញ់នេះអរគុណហើយមេធាវីឈិញចាំជួបគ្នាលើក្រោយលាសិនហើយបើមុននេះអ្នកនាងបាយស៊ីងមកសៅម៉ោងនេះយើងនៅនិយាយថ្លៃឈ្នួលធ្វើបែបនេះមិនចិត្តខ្មៅពេកទេបានអត់ហើយជួយបានតើមានមេធាវីធ្វើអីតែអតចរិតគេល្អនេះដល់ថ្នាក់ធ្វើបែបនេះគេនៅមិនរំសាយកងត្រាតែតែចង់រកការងារទៅវិញគេខ្លាចជាមនុស្សដែលគ្មានអាណាជំនួសបានក្នុងវិស័យណារួចមានភាពជាអ្នកជំនាញទោះអតចរិតនេះមិនល្អអ្នកដទៃនៅតែទម្លាប់ខ្លួនចូលរឿងអាចយល់បានតែលើកនេះគ្រាន់តែចៃដំសំណាងល្អទេសម្ដីខ្លាំងៗរបស់បងជួយមិនឲ្យនាងធ្វើបាបខ្លួនឯងជួយគេអញ្ចឹងហ៎
បើជួយនាងឈប់លិចលង់ក្នុងការបរាជ័យដល់កម្លាំងចិត្តឲ្យនាងឲ្យរត់ទៅនៅនៃរឿងក្តីយើងច្រើនជាងមុននោះឯង ខ្ញុំយកថ្លៃធ្វើរឿងក្តីតាមលទ្ធផលដូច្នេះរឿងលទ្ធផលក៏មានផលដល់ចំណុចខ្ញុំខ្វល់តែពីរឿងលុយមិនបានខ្វល់ថានាងមានកម្លាំងចិត្តជាងមុនឬក៏អត់ទេយល់ទេ សុំសួរបានទេថាចំនួនភាគរយប្រមាណដែរទេសុំទោសដែរសួរចេះដឹងពេក 没想要问，没角度，要背，怕你深邃要够明媚。我想有时候最怕一次没有准备。总是喜欢看着对不对，下一秒有新的体会。原来这个世界是有猜错才演练出来的结尾。告诉我，你眼里的一切会是怎样的？不可能带走。最重要的是遇见你人类，最重要的是别无怨你在过谁，放下懊悔。我学着会内心去小心翼翼，我学着会把心里的面对，可是你是不可抗力的。 ងងឹតប្របែកទៅរឿងក្តីប៉ៅស៊ីងមីងឲ្យស្លុបគិតធ្វើមិនល្អទេ